រឿងនេះចាប់ផ្ដើមដោយចៅហ្វាយនីរាប់ពាន់អ្នកបានឡើងប្រឆាំងនឹងបិសាចឈ្មោះ Feng Yuan ខណៈពេលដែលពួកគេស្រែកគំហកនិងបង្ហាញពីអំពើអាក្រក់របស់គាត់បានសម្លាប់មនុស្សរាប់មិនអស់ដើម្បីដាំដុះ Chanchio Sekada របស់គាត់ដែលគាត់បានឆ្លើយតបថាពួកគេគ្រាន់តែជាមនុស្សលាក់ពុតហើយហេតុផលដែលពួកគេទាំងអស់គ្នានៅទីនេះគឺដើម្បីសម្លាប់នរណាម្នាក់ក្រោមឈ្មោះយុទ្ធធម៌ទើបពួកគេអាចឆក់យកទ្រព្យសម្បត្តិរបស់គាត់សម្រាប់ខ្លួននៅពេលដែលគាត់សូត្រកំណាព្យរបស់គាត់បោះចោល Chanchio Sekada ដែលជាសត្វចង្រៃដែលអាចបញ្ច្រាស់ពេលវេលាដូចនេះពួកគេអាចមានវាតាំងពីគាត់នឹងស្លាប់យ៉ាងណាក៏ដោយខណៈពួកគេភាគច្រើនវាតបគ្នាដើម្បីយកស៊ីកាដាប៉ុន្តែបែរជាคล้ายហើយផ្ទុះឡើងទៅវិញឥឡូវគេដឹងថាគាត់នៅតែមានគំនិតប្រឆាំងនឹងគេទោះជាគាត់ជិតស្លាប់ក៏ដោយដូច្នេះហើយពួកគេសម្រេចចិត្តបំផ្លាញលោកទាំងស្រុងប៉ុន្តែពួកគេយឺតពេលហើយខណៈដែលគាត់បានធ្វើឲ្យស៊ីកាដារបស់គាត់ដំណើរការរួចហើយខណៈពេលដែលគាត់ស្រែកថាគាត់ Feng Yuan មិនសោកស្ដាយដែលបានដើរលើផ្លូវរបស់បិសាចនោះទេគាត់បានគិតទុកជាយូរមកហើយអំពីការបញ្ចប់នេះហើយឥឡូវនេះវាដល់ពេលដែលគាត់ត្រូវប្រើប្រាស់ស៊ីកាដាឆិនឈីនេះហើយដូចដែលគាត់គិតថាប្រសិនបើយិនឈីវសេកាដាដែលគាត់បានដាំដុះមានប្រសិទ្ធភាពនោះគាត់នឹងបោះជំហានម្ដងទៀតនៅលើផ្លូវរបស់បិសាចក្នុងជីវិតបន្ទាប់របស់គាត់ខណៈពេលដែលមនុស្សគ្រប់គ្នាព្យាយាមបើកខ្លួនដើម្បីបញ្ឈប់គាត់ប៉ុន្តែទីបំផុតពួកគេបរាជ័យនៅពេលដែលវ៉ាមយួនបានផ្ទុះឡើងធ្វើឲ្យចៅហ្វាយនីភាគច្រើនខ្លាចជាធូលីដីចៅហ្វាយនីផ្សេងទៀតដែលនៅរស់បានត្រឹមតែដកដង្ហើមធំនិងព្រួយបារម្ភប្រសិនបើពាក្យចាំអារាមអំពីយិនឈីវសេកាដាមិនមែនជារឿងមិនពិតទេនោះឆាប់នេះបិសាចដ៏អាក្រក់នេះនឹងត្រឡប់មកបំផ្លាញពិភពលោកម្ដងទៀតកាលពី500ឆ្នាំមុននៅភ្នំហ្គេយូពូព្រឹទ្ធាចារ្យបានអធិស្ឋានថាពិធីភ្ញាក់រលឹកនាពេលខាងមុខនឹងនាំមកឲ្យពួកគេនៅឈាមនិងក្តីសង្ឃឹមថ្មីដែលមានទេពកោសល្យថ្មីជាច្រើនបន្ទាប់មកការថប់បារម្ភអាចនឹងត្រូវបានគេឃើញនៅលើទឹកមុខរបស់ពួកគេដោយសារតែថ្ងៃស្អែកគឺជាពិធីភ្ញាក់ឡើងប្រចាំឆ្នាំរបស់ពួកគេម្ដងទៀតដូចជាពួកគេនិយាយអំពីភូមិផ្សេងទៀតភូមិបេនិងភូមិឆាវទាំងពីរមានទេពកោសល្យឆ្នាំថ្មីជាច្រើនបានលេចឡើងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះប៉ុន្តែត្រកូលហ្គេរបស់ពួកគេមិនមានទេពកោសល្យណាមួយលេចឡើងក្នុងរយៈពេល3ឆ្នាំកន្លងមកនេះជាពិសេសភូមិបេនិងបេងសមត្ថភាពរបស់គាត់គឺគួរឲ្យភ័យខ្លាចពេកសូម្បីតែមនុស្សចំនួនមុនខ្លះក៏មានសម្ពាធពីគាត់ដែរក្នុងរយៈពេលដ៏ខ្លីនៃរយៈពេល2ឆ្នាំគាត់បានក្លាយជាចៅហ្វាយនីលេខ3គាត់ជាឈាមថ្មីដ៏ឆ្នាំបំផុតក្នុងចំនួនក្មេងប៉ុន្តែអ្នកចំណូលថ្មីក្នុងឆ្នាំនេះក៏មិនអន់ដែរវាមិនដូចជាពួកគេគ្មានសង្ឃឹមតតែសោះទេពកោសល្យវ័យក្មេងបានបង្ហាញខ្លួននៅក្នុងត្រកូលរបស់ពួកគេគាត់អាចនិយាយបានក្នុងរយៈពេល3ខែហើយរត់បាន4នាក់គាត់កំពុងសូត្រកំណាព្យឲ្យនៅម៉ោង5ហើយឯកឧត្តមក៏មានមហិច្ឆតាដ៏អស្ចារ្យផងដែរកុមារដែលមានអំណោយទានបែបនេះជាធម្មតាមានកាយសម្គាល់ល្អប៉ុន្តែគួរឲ្យអាណិតណាស់ដែលឪពុកម្ដាយរបស់គាត់ទាំងពីរបានទទួលមរណភាពមុនអាយុពេលនេះពួកគេស្ថិតនៅក្រោមការមើលថែរបស់មីងនិងពូរបស់ពួកគេប្រសិនបើពួកគេអាចចិញ្ចឹមគាត់បានត្រឹមត្រូវគាត់នឹងក្លាយជាអាវុធដ៏អស្ចារ្យនាពេលអនាគតខណៈពេលដែលព្រឹទ្ធាចារ្យនៃត្រកូលបានឮរឿងនេះគាត់ជឿថាពួកគេត្រូវតែនិយាយអំពី Gai Venyuan ដែលជាទេពកោសល្យរបស់គ្រួសារ Venyo ខណៈដែលគាត់ញឹមដោយក្តីសង្ឃឹមហើយគិតថាកូននោះភ្លឺថ្លាណាស់ប្រសិនបើគាត់បង្ហាញសក្តានុពលកាន់តែខ្លាំងនោះគាត់នឹងក្លាយជាបដានៃក្តីសង្ឃឹមថ្មីរបស់ត្រកូលរបស់ពួកគេក្រោយមកលោកប្រកាសផ្អាកការប្រជុំប៉ុន្តែមុននឹងលោកអនុញ្ញាតឲ្យពួកគេចាក់ចេញលោករំលឹកថាពួកគេអាចប្រកួតបានតាមការចង់បានប៉ុន្តែពួកគេត្រូវតែធ្វើវាដោយយុត្តិធម៌និងស្មើភាពពួកគេមិនអាចប្រើវិធីណាដែលមិនមានដៃដើម្បីបំផ្លាញការរួបរวมរបស់ត្រកូលរបស់ពួកគេបានទេដែលពួកគេបានយល់ព្រមខណៈពេលដែលពួកគេចាក់ចេញគាត់មើលទៅលើមេឃពេលគាត់សើចពីព្រោះសំបីតែមេឃហាក់ដូចជាមិនអាចសម្រាកបានខណៈដែលគាត់ជឿថា Feng Yuan នឹងក្លាយជាក្តីសង្ឃឹមថ្មីរបស់ត្រកូលរបស់ពួកគេខណៈនោះ Feng Yuan ស្ទើរតែមិនជឿខណៈពេលដែលគាត់សើចដោយដឹងថានេះគឺជាភ្នំហ្គេយូត្រឡប់ទៅ500ឆ្នាំមុន Chanchio Sekada ពិតជាបានដំណើរការមែនដោយសារតែគាត់មិនបានដាំដុះ Chanchio Sekada របស់គាត់យូរមកហើយគាត់មិនគិតថាវានឹងដំណើរការរួចទៅហើយលើโลกនេះគ្មានថ្ងៃបញ្ចប់ទេដរាបណាគាត់ចង់ដើរទៅមុខតែងតែមានផ្លូវនៅពីមុខគាត់ទោះបីគាត់ត្រូវចាប់ផ្ដើមម្ដងទៀតតាំងពីដើមក៏ដោយប៉ុន្តែចុះយ៉ាងណាវិញគាត់នឹងដើរលើផ្លូវអាក្រក់ទោះឆ្លងកាត់សេចក្តីស្លាប់ក៏មិនស្ដាយក្រោយដែរមួយសន្ទុះមុនពេលគាត់ចាប់បដិសន្ធឡើងវិញព្រលឹងរបស់គាត់បានវង្វេងនៅក្នុងទន្លេនៃពេលវេលាខណៈពេលដែលគាត់វង្វេងឆ្លងកាត់បំណែកនៃការចងចាំរបស់គាត់ពួកគេមានអាយុត្រឹមតែ3ឆ្នាំប៉ុណ្ណោះហើយឪពុកម្ដាយរបស់ពួកគេបានទទួលមរណភាពហើយមីងនិងពូរបស់ពួកគេបានយកពួកគេមកចិញ្ចឹមប៉ុន្តែពូរបស់ពួកគេបានធ្វើបាបពួកគេខណៈពេលដែលគាត់អង្រំដាយមីងរបស់គាត់ឲ្យបញ្ឈប់ពូរបស់គាត់ឃើញថាសូម្បីតែមីងរបស់គាត់ក៏ទទួលបានភាពរីករាយខ្លះតាមរយៈការធ្វើទារុណកម្មរបស់ពួកគេដូច្នេះអតីតកាលរបស់គាត់សម្រេចចិត្តថាប្រសិនបើពួកគេចង់ឲ្យពួកគេធ្វើឲ្យជីវិតរបស់ពួកគេងាយស្រួលសម្រាប់ពួកគេនោះគាត់ត្រូវធ្វើឲ្យពួកគេឃើញគាត់ក្នុងពន្លឺផ្សេងដូច្នេះគាត់សម្រេចចិត្តប្រើចំណេះដឹងពិភពលោកមួយចំនួនកំណាព្យ
อีទាំងនេះមិនត្រូវបានសរសេរដោយគាត់ទេគាត់គ្រាន់តែសូត្រកំណាព្យឲ្យបុរាណល្បីមួយចំនួនដែលមនុស្សភ្លេចយូរមកហើយប៉ុន្តែដោយសារតែគាត់បានលាតត្រដាងពីទេពកោសល្យរបស់គាត់ក៏បានបង្កការច្រណែនខ្លះពីប្អូនប្រុសភ្លោះរបស់គាត់ដើម្បីការពារអាថ៌កំបាំងរបស់គាត់ថាគាត់មកពីពិភពផ្សេងគាត់គ្រាន់តែបញ្ចេញទឹកមុខត្រជាក់ប្រងើយកណ្ដាលក្នុងពេលជាមួយគ្នានោះព្រលឹងរបស់គាត់ឃើញដូចនេះការភ្ញាក់ផ្អើលនឹងសំណួរបានពេញគំនិតរបស់គាត់បន្ទាប់មកគាត់ក៏នឹកឃើញដល់ពេលនេះថាដើមឡើយគាត់ជាអ្នកប្រាជ្ញធម្មតារស់នៅក្នុងពិភពមនុស្សគាត់បានឆ្លងកាត់ពិភពលោកនេះតាមរយៈឱកាសដ៏សំណាងស៊ូទ្រាំនឹងទុក្ខលំបាកអស់រយៈពេល300ឆ្នាំនិងវង្វេងជុំវិញពិភពលោក200ឆ្នាំទៀតពេលវេលា500ឆ្នាំគឺវែងជាងប៉ុន្តែខ្លីប៉ុន្តែចំពោះមូលហេតុដែលគាត់មកលើពិភពលោកនេះគាត់មិនអាចចាំបានទៀតទេសម្រាប់អ្វីដែលគេហៅថាទេពកោសល្យគឺគ្រាន់តែជាព្រលឹងដែលមានភាពឆ្លាតវៃនិងមានភាពចាស់ទុំដែលបានសូត្រកំណាព្យឲ្យល្បីមួយចំនួនពីសម័យបុរាណដែលមនុស្សបានបំភ្លេចជាយូរមកហើយមានតែមនុស្សដែលមានជំនាញថ្នាក់ដំបូងប៉ុណ្ណោះដែលអាចត្រូវបានគេហៅថាជាទេពកោសល្យខណៈពេលដែលគាត់ត្រូវបានគេនាំត្រឡប់ទៅអតីតកាលគាត់មិនអាចជឿថារឿងរែងនេះជាការពិតនោះទេប៉ុន្តែវាជាការអាណិតដែលគាត់បានបាត់បង់ឆាន់ឆូសេកាដែលមនុស្សល្អបែបនេះមិនកើតជាថ្មីជាមួយគាត់ទេប៉ុន្តែវាក៏ល្អដែរប្រសិនបើគាត់អាចបណ្ដុះមួយក្នុងជីវិតអតីតកាលរបស់គាត់នោះគាត់ក៏អាចបណ្ដុះមួយសម្រាប់ជីវិតនេះដែរជាងនេះទៅទៀតគាត់បានរក្សាការចងចាំពីអតីតកាលរបស់គាត់អាចឡើងដល់ចំណុចកំពូលម្ដងទៀតហើយជឿជាក់ថាអនាគតរបស់គាត់មានការសន្យាខ្លាំងពេលនោះប្អូនប្រុសរបស់គាត់បានបើកទ្វារសួរថាពេលយប់ត្រជាក់ហើយមានខ្យល់បក់ហេតុអ្វីបានជាគាត់ឈរភ្លៀងនៅមាត់បង្អួចហ្វេនយួនសួរថាតើគាត់ត្រូវការអ្វីគាត់បានឆ្លើយថាគាត់បានឮសំឡេងពីភ្លៀងដូច្នេះគាត់មកទីនេះដើម្បីបិទវាព្រោះថ្ងៃស្អែកជាពិធីភ្ញាក់គាត់មិនចង់ឲ្យបងប្រុសរបស់គាត់ឈឺភ្លាមទេហើយក្នុងពេលតែមួយគាត់សរសើរបងប្រុសរបស់គាត់ប៉ុន្តែហ្វេនយួនបានបង្ហាញថាអ្វីដែលគាត់ធ្វើគឺមិនចាំបាច់ទេហើយដោយទឹកមុខត្រជាក់គាត់បានបញ្ជាឲ្យគាត់ចេញជាលទ្ធផលធ្វើឲ្យបងប្រុសរបស់គាត់ភ័យខ្លាចដូច្នេះគាត់ចាក់ចេញបន្ទាប់មកគាត់ដេកលើគ្រែរបស់គាត់ខណៈពេលដែលគាត់គិតគាត់គ្រាន់តែជាអ្នកមានទេពកោសល្យលំដាប់ទី3ប៉ុណ្ណោះព្រោះថាអ្នកមានទេពកោសល្យថ្នាក់ទី1ពិតប្រាកដគឺបងប្រុសរបស់គាត់គឺហ្គេយវែងហ្សេងនៅថ្ងៃបន្ទាប់អ្នកបម្រើរបស់គាត់រៀបចំទឹកឲ្យគាត់លាងភ្លាមខណៈពេលដែលនាងសរសើរគាត់គ្រាន់តែគិតអំពីឆេនឈៀដែលជាម្ដាយមីងនិងពូរបស់គាត់ប៉ុណ្ណោះម្ដាយរបស់នាងឈ្មោះណេនីខេនបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការបង្រៀននាងពីរបៀបដើម្បីលបួងបុរសនិងពីរបៀបដែលគាត់បានធ្លាក់ក្នុងអន្ទាក់របស់នាងក្នុងជីវិតមុនរបស់គាត់ហើយលងស្រឡាញ់នាងពិតប្រាកដប៉ុន្តែនៅពេលនាងដឹងថាគាត់គ្រាន់តែជាទេពកោសល្យលំដាប់ទី3ភ្លាមនោះនាងបានក្លាយជាអរិភាពហើយធ្វើហាក់ដូចជាមិនស្គាល់គាត់ខណៈពេលដែលជឿព្យាយាមលបួងគាត់បដិសេធការជឿនលឿនរបស់នាងហើយចាក់ចេញនៅពេលពួកគេដើរទៅខាងក្រៅមនុស្សមិនអាចជួយអ្វីបានក្រៅពីប្រៀបធៀបកូនភ្លោះជាមួយគ្នាទៅវិញទៅមកដោយលើកដៃឡើងហ្វេនយួននឹងជេរគ្នាទៅវិញទៅមកខណៈពេលដែលហ្វេនយួនអាចគ្រាន់តែគិតថាវាតែងតែជាមនុស្សដែលមានទេពកោសល្យដែលបង្កឲ្យមានការច្រណែននិងស្អប់ពីអ្នកដទៃនោះហើយជាមូលហេតុដែលមនុស្សគ្រប់គ្នានឹងប្រឆាំងគាត់នៅពេលដែលគាត់បង្ហាញទេពកោសល្យលំដាប់ទី3របស់គាត់ដើម្បីបំផុសឲ្យមានការប្រេះឆាក្នុងទំនាក់ទំនងជាបងប្អូនឪពុកម្ដាយចិញ្ចឹមរបស់ពួកគេបានផ្ដល់ការអនុគ្រោះដល់គាត់សម្រាប់គ្រប់យ៉ាងពួកគេបានចាប់គូគាត់ជាមួយឈិនឈូហើយបានឲ្យប្អូនប្រុសភ្លោះរបស់គាត់ជាមេដោះដែលធាត់នឹងចាស់ពួកគេគ្មានបទពិសោធន៍ពេកក្នុងជីវិតមុនរបស់គាត់ហើយប្អូនប្រុសតូចរបស់គាត់គឺឆោតល្ងង់និងល្ងង់ពេកជាលទ្ធផលឪពុកម្ដាយចិញ្ចឹមរបស់ពួកគេបានបង្កឲ្យមានការប្រេះឆារវាងពួកគេដោយជោគជ័យទោះជាយ៉ាងណាក៏ដោយនៅក្នុងជីវិតនេះគាត់អាចបង្ក្រាបមុខងារទាំងស្រុងមិនមែននិយាយពីអ្នកបោកតូចឈិនឈុយនោះទេសូម្បីតែមីងនិងពូបង្កើតរបស់គាត់នឹងចាស់ទុំត្រកូលឲ្យតែគាត់ចង់គាត់អាចរៀបចំពួកគេតាមវិធីសាស្ត្របិសាចដែលមិនបានប្រគល់ឲ្យហើយលេងភូមិទាំងមូលនៅក្នុងបាតដៃរបស់គាត់ដូចជាសត្វពាហនៈប៉ុន្តែពួកគេមិនស័ក្តិសមនៅក្នុងទន្លេដ៏ធំនៃពេលវេលានោះទេពួកវាគ្រាន់តែជាតួអក្សរតូចប៉ុណ្ណោះការធ្វើផែនការប្រឆាំងនឹងពួកគេនឹងជាការខ្ជះខ្ជាយពេលវេលាច្រើនពេកទោះបីគាត់និយាយបែបនេះប៉ុន្តែបើអ្នកណាហ៊ានបិទផ្លូវគាត់ច្បាស់ជាធ្វើឲ្យគេប្រាថ្នាចង់ស្លាប់បន្ទាប់មកអ្នករាល់គ្នាបានមកដល់ទាន់ពេលវេលាសម្រាប់ពិធីភ្ញាក់ដឹងខ្លួនអ្នកចាស់ទុំក្នុងសាលាសម្រេចចិត្តរំលងការនិយាយគួរឲ្យធុញហើយនាំពួកគេទៅកាន់រូងក្រោមដីមួយខណៈពេលដែលប្រាប់ពីប្រវត្តិនិងការប្រើប្រាស់រូងភ្នំដល់ពួកគេបានរកឃើញនីតិក្រដៅវិញ្ញាណនេះនៅក្នុងរូងក្រោមដីនេះវាអាចនិយាយបានថានីតិក្រដៅវិញ្ញាណនេះបង្កើតមូលដ្ឋានគ្រឹះទាំងមូលនៃត្រកូលហ្គាយរបស់ពួកគេហើយវាគ្រាន់តែដោយសារតែនីតិក្រដៅនៃវិញ្ញាណនេះអាចផលិតធ្នមូលដ្ឋានមួយចំនួនធំដែលអាចត្រូវបានប្រើដើម្បីចិញ្ចឹមរបស់ពួកគេជាពិសេស Gear Masters ពួកគេត្រូវការថ្មខាងវិញ្ញាណទាំងនេះច្រើនបំផុតដូច្នេះគាត់ណែនាំឲ្យកុមារចងចាំថាមិនថាពួកគេទៅណាទេការមានធនធានគឺជាអាទិភាពសំខាន់បំផុតរបស់មនុស្សទាំងអស់បន្ទាប់ពីនោះពួកគេបានមកដល់
ចំណុចកណ្ដាលដែលមានសមុទ្រនៃផ្កាអ័រគីដេខណៈអ្នកខ្លះទៀតភ្ញាក់ផ្អើលហ្វេងយួនរំភើបចិត្តព្រោះនេះជាចំណុចចាប់ផ្ដើមនៃការដាំដុះសូមអរគុណ